បើនិយាយពីរឿងទុរេននេះវិញគឺដាំខ្ទង់5 6ឆ្នាំដែរហើយផ្លែនោះគឺមិនដែលបានផ្លែជាប់ទេនិយាយទៅគឺទឹមតែលើកទី1ទេផ្កាឡើង2 3ដងដែរប៉ុន្តែវាចេះតែជ្រុះអស់អញ្ចឹងណាលើកនេះនឹងសល់មួយផ្លែហ្នឹងនិយាយពីថាថតអួតគេតាំងពីចាប់ដើមផ្ការហូតដល់ក្តឹបលើផ្លែលើបានទុំហើយទុំនេះនិយាយពីថាទុំដើមទៀតអត់មានដឹងថាទុរេនទុំទេហើយអាសូរថានៅឆ្ងាយផ្ទះអីចឹងណាតាមពិតគឺនៅចិត្តផ្ទះបកាយប៉ុន្តែដឹងថាទុរេននឹងវាទុំទុរេននឹងនៅផ្លូវទេនិយាយពីថាអឺតចង់រងថ្ងៃហ្នឹងប៉ុន្តែដឹងថាទុរេននឹងវាចាស់មិនវាទុំមិនចឹងណាហើយអត់បានទៅហិតក្លិនទុរេននឹងទេបងប្អូនអើយនិយាយទៅគឺអើយលេខតែឃើញចឹងឯងតាមដានមើលខ្លាចលោវាជ្រុះបាត់អីចឹងណាព្រោះអីមួយថ្ងៃនឹងវាភ្លៀងហើយវារាំងយូរវាក្តៅចឹងណាប្តីខ្ញុំក៏ចាប់ដើមស្រោចទឹកស្រោចអីចឹងក៏ខ្លាចក្តៅពេកជ្រុះបាត់អីចឹងណាដល់ពេលយប់នេះគឺមេឃរលឹមសើមហើយព្រឹកឡើងខ្ញុំក៏វល់កូនទៅមើលដល់ពេលទៅដល់មានណាល្បេះស្ដង់បាត់ហើយអត់ក្អូបទេណាបងប្អូនអរគ្នាយើងដើរចិត្តនឹងអត់ក្អូបទេតោះយើងយកចំោះទៅហិតមិនដឹងថាក្អូបហើយនិយាយពីខាងបងប្អូនឲ្យមកផ្លែនេះគឺប្រហែលជាខ្ទង់2 3គីឡូដែរអត់បានថ្លឹងទេប៉ុន្តែវារៀងស្រាលដែរទេដោយសារតែទុំនេះប្រហែលជាទុំ2 ថ្ងៃដែរហើយបើយើងអត់ដឹងអីចឹងណាបងប្អូនអរគ្នាពូរៀងស្រាលឆ្កើគេហ្នឹងអានោះដើមនិយាយពីថាមានឲ្យក្លិនក្អូបថាដឹងតរេនទុំអីទេនៅពេលដែលយើងយកពីដើមមកមកដាក់នៅក្នុងផ្ទះពេលបើកទ្វារផ្ទះចូលមកនិយាយពីថាក្លិនឡើងក្អូបពេញផ្ទះហ្មងបងប្អូនអរគ្នាត្រេននេះបេះទាំងព្រឹកប៉ុន្តែបានហូបទេដោយសារតែដល់ម៉ោងទៅធ្វើការហើយកូនខ្ញុំមាននេះហ្នឹងក៏ដល់ម៉ោងទៅសាលាដែរហើយដល់ពេលអញ្ចឹងទៅល្ងាចឡើងចេញពីធ្វើការតម្រាំបាយទឹកអីហើយហ្នឹងគឺយប់បាត់ហើយបងប្អូនអើយតម្រាំតែបានពុះឡើងយប់បាត់ហើយសំខាន់ណាស់សាច់ត្រេនហ្នឹងមានអារម្មណ៍ថាវាដូចវាទុំញោជ្រុលអញ្ចឹងណាបងប្អូនដឹងថាវាទុំប្រហែលថ្ងៃហើយទេនិយាយពីសាច់គេឡើងជ្រាយបាត់ហើយប៉ុន្តែរសជាតិវិញគឺឆ្ងាញ់ណាបងប្អូនអរគ្នាគឺផ្អែមឆ្ងាញ់ហ្មងណាតែខ្ញុំក៏អត់ហ៊ានទិញដើមយកមកដាំច្រើនទេខ្លាចវាអត់កើតអីចឹងណាគាត់សាកបងដាំតែ2ដើមទេហើយម្ដើមទៀតក៏ងាប់ទៅហើយសល់តែម្ដើមនេះហើយម្ដើមនេះមិនមែនទៀបអញ្ចឹងណាបងប្អូនអរគ្នានិយាយទៅវាល្អមែនទែនល្អឡើងកម្ពស់ណាស់នៃប៉ុន្តែមេវីស៊ីពីលើមកអញ្ចឹងទៅពុកខ្ញុំក៏កាត់មកកណាត់ឲ្យមេវីស៊ីចុះមកក្រោមនិយាយទៅស៊ីដេញមកក្រោមរហូតកាត់រហូតដល់សល់តែទៀបក៏ច្រិចចឹងបងប្អូនអរគ្នាហើយមើលទៅដូចត្រេនទំដាំអញ្ចឹងតែពិតដាំឡើង5 6ឆ្នាំដែរហើយតម្រាំតែបានផ្កាអញ្ចឹងបងប្អូនអរគ្នាប៉ុន្តែដោយសារតែយើងអត់បានប្រើថ្នាំប្រើអីគីមីអីថ្នាំបាញ់ជាប់ក្តឹបជាប់ផ្កាអីទេនិយាយទៅធម្មជាតិ100%បណ្ដោយដល់ពេលអញ្ចឹងទៅតាមធម្មជាតិអញ្ចឹងទៅវាអត់ជាប់ទេមិនអត់សូវទេអត់ជាប់ក្តឹបជាប់អីទេនិយាយទៅសល់តែមកផ្លែនឹងឯងនិយាយទៅមកផ្លែនោះថាតែមិនសល់ផងបងប្អូនហេតុតែយើងនឹងមិនមានចំការតរៀនច្រើនដូចគេយើងមានតែមួយដើមហើយសំខាន់ហ្នឹងមានតែមួយផ្លែទៀតអញ្ចឹងហើយយើងថតបង្អួតគេរហូតដល់ទីបញ្ចប់អីចឹងណាបើសិនជាមានច្រើនណាក៏មិនថតបង្អួតគេដែរបងប្អូនអរគ្នាហើយសំខាន់ណាមួយក្លែបនេះនិយាយពីថាទូចមែនតើហើយសាច់គេឡើងផ្អែមបងប្អូនអរគ្នាតរៀនណាមានតែមួយដើមទេសំខាន់ណាមានតែមួយផ្លែទៀតនិយាយពីថាមួយថ្ងៃនាំគ្នាអឺតរហូតប៉ុន្តែដល់ពេលតរៀនទុំអត់មានដឹងទេសំខាន់ណាល្បេះស្ដង់ហើយទើបម្ចាស់ដឹង